កងទ័ពសហរដ្ឋអាមេរិកបើកការវាយប្រហារកាលពីទីភ្លឺថ្ងៃទី3មករាឆ្នាំ2020ទៅលើរបបនីកូឡាម៉ាដូរ៉ូគឺមូលដ្ឋានទ័ពវេណេស៊ុយឡា20ទីតាំងរងការវាយប្រហារនិងប្រើយន្តហោះចម្បាំង150គ្រឿងវាយសន្ទប់ចាប់ខ្លួនជនផ្ដាច់ការនីកូឡាម៉ាដូរ៉ូប្រតិបត្តិការសឹកពិសេសវាយចូលខាងក្នុងទឹកដីនៃប្រទេសវេណេស៊ុយឡាកាលពីថ្ងៃទី3មករាឆ្នាំ2025កងទ័ពសហរដ្ឋអាមេរិកបានប្រើប្រាស់រយៈពេលប្រមាណជា3ម៉ោងការវាយប្រហារនៅចំណុចកណ្ដាលអាត្រៀតចាប់ពីការវាយប្រហារដោយប្រតិបត្តិការសឹកពិសេសនេះកងទ័ពអាមេរិកផ្ដើមការវាយប្រហារចូលទៅរដ្ឋធានីការ៉ាកាសដោយរំលងអាត្រៀតថ្ងៃទី2ចូលថ្ងៃទី3មករាឆ្នាំ2025ចាប់ខ្លួនលោកនីកូឡាម៉ាដូរ៉ូបាននៅម៉ោងប្រមាណជា3ទៀបភ្លឺនៅថ្ងៃដដែលនោះគឺថ្ងៃទី3មករាឆ្នាំ2025បណ្ដាញផ្សាយព័ត៌មាន CBS News ដែលតាមដានយ៉ាងយកចិត្តទុកដាក់និងស្និទ្ធស្នាលជាមួយនឹងកងកម្លាំងទ័ពរបស់សហរដ្ឋអាមេរិកបានធ្វើរបាយការណ៍សង្ខេបអំពីព្រឹត្តិការណ៍នៃការបើកការវាយប្រហារទៅលើគោលដៅជាច្រើនក្នុងទឹកដីប្រទេសវេណេស៊ុយឡាដែលឈានដល់ការចាប់ខ្លួនជនផ្ដាច់ការនីកូឡាម៉ាដូរ៉ូសេចក្តីរាយការណ៍បានដឹងថាក្នុងប្រតិបត្តិការសឹកពិសេសនេះសហរដ្ឋអាមេរិកប្រើប្រាស់យន្តហោះចម្បាំងនិងអត្ថវិជ្ជារួមគ្នារហូតដល់ទៅ150គ្រឿងយន្តហោះចម្បាំងហោះចេញពីនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក USS Shreveport ដែល USS Shreveport មានយន្តហោះផ្ទុកនៅលើពាសរបស់ខ្លួនដល់ទៅ70គ្រឿងយន្តហោះ F-35 លេចធ្លោជាងគេក្នុងការធ្វើសកម្មភាពវាយប្រហារលោកគោលដៅជាច្រើនក្នុងទឹកដីនៃប្រទេសវេណេស៊ុយឡាទីតាំងមូលដ្ឋានទ័ពរបស់វេណេស៊ុយឡាកងកម្លាំងធំកងមីស៊ីលរបស់វេណេស៊ុយឡានាវាទីតាំងមូលដ្ឋានទ័ពជើងទឹករបស់វេណេស៊ុយឡាដល់ទៅជាង20ទីតាំងត្រូវបានកំទេចការប្រើប្រាស់យន្តហោះដល់ទៅ150គ្រឿងហោះយ៉ាងងងឹតមេឃនៅពីនោះលើលំហអាកាសនៃប្រទេសវេណេស៊ុយឡានៅខណៈដែលអាមេរិកបិទជើងហោះហើរទាំងអស់មិនឲ្យមានការហោះហើរយន្តហោះស៊ីវិលណាមួយនោះទេយន្តហោះទាំងឡាយណាដែលហោះហើរក្នុងប្រតិបត្តិការសឹកពិសេសនោះនឹងត្រូវកំទេចដោយយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកបាញ់ទម្លាក់ប៉ុន្តែមិនមានការហោះហើរយន្តហោះស៊ីវិលណាមួយឬយន្តហោះរបស់ប្រទេសវេណេស៊ុយឡាណាមួយហោះចេញរួចដូចទីប្រតិបត្តិការសឹកពិសេសនេះមានការវាយប្រហារដោយបាញ់ទៅលើគោលដៅជាច្រើនថែមទៀតជាពិសេសមានសេចក្តីរាយការណ៍មកថាកងទ័ពអាមេរិកបើកការវាយប្រហារទៅលើភូមិគ្រឹះរបស់ប្រធានាធិបតីនីកូឡាម៉ាដូរ៉ូទៅលើវិមានប្រធានាធិបតីនីកូឡាម៉ាដូរ៉ូទៅលើទីបញ្ជាការទៅលើទីស្តីការក្រសួងការពារជាតិវេណេស៊ុយឡាទៅលើទីស្តីការក្រសួងមហាផ្ទៃរបស់ប្រទេសវេណេស៊ុយឡាប្រតិបត្តិការសឹកពិសេសនេះកម្លាំងទ័ពពិសេស Delta Force របស់សហរដ្ឋអាមេរិកបានអនុវត្តប្រតិបត្តិការទម្លាក់ខ្លួនចុះពីអត្ថបទិច្ចចូលចាប់ខ្លួនលោកនីកូឡាម៉ាដូរ៉ូនេះបើតាមការអាងរបស់មន្ត្រីមន្ទីរប៉ង់តាហ្គោនសហរដ្ឋអាមេរិកប្រាប់បណ្ដាញផ្សាយព័ត៌មាន CBS Newsសេចក្តីរាយការណ៍ខ្លះបានដឹងថាការចាប់ខ្លួនលោកនីកូឡាម៉ាដូរ៉ូនិងភរិយារបស់គាត់គឺនៅកណ្ដាលជោគតែម្ដងនៅពេលដែលជនផ្ដាច់ការនិងភរិយារបស់គាត់ជំទាវទី1របស់គាត់និងឬគាត់ផ្ទាល់កំពុងដេកលងលក់ក្នុងបន្ទប់ដេកមួយនៅក្នុងភូមិគ្រឹះរបស់គាត់ត្រូវចូលចាប់ខ្លួនភ្លាមនៅគណៈដែរត្រូវបានរាយការណ៍មកថាភាពស្ងាត់ស្រងំនៅតំបន់ដែលត្រូវចាប់ខ្លួននោះមានសេចក្តីរាយការណ៍ណាមួយថាលោកនីកូឡាម៉ាដូរ៉ូការពាររឹងមាំដោយអង្គរៈរបស់ខ្លួននោះទីអ្នកសង្កេតការឃើញថាលោកនីកូឡាម៉ាដូរ៉ូនិងគ្រួសាររបស់គាត់ទំនងគេចពីការលាក់ខ្លួនរបស់អង្គរៈរបស់គាត់ទើបនៅពីនោះការចាប់ខ្លួនយ៉ាងងាយបំផុតហើយវាកើតចេញពីកម្លាំងស៊ើបអង្កេតបង្កប់ដោយភ្នាក់ងារសម្ងាត់ CIA របស់សហរដ្ឋអាមេរិកផងដែរដែលចូលទៅទម្លាក់ខ្លួននៅក្នុងប្រទេសវេណេស៊ុយឡាច្រើនខែមកនេះលោកនីកូឡាម៉ាដូរ៉ូត្រូវបានចាប់ខ្លួនឡើងជិះយន្តហោះចេញពីប្រទេសវេណេស៊ុយឡាដោយឆ្ពោះទៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិកទីនោះហើយដែលជនផ្ដាច់ការម្នាក់នេះត្រូវឆ្លងកាត់ការជំនុំជម្រះក្តីនិងចាប់ប្រកាន់ដោយរដ្ឋអាជ្ញារបស់តុលាការនៅទីក្រុងញូវយ៉កសំណុំរឿងចាប់ប្រកាន់មាន3ករណីទី1មេខ្លោងឧក្រិដ្ឋកម្មគ្រឿងញៀនទី2មេខ្លោងអង្គការភេរវកម្មបរទេសទី3ការប្រើប្រាស់អាវុធបង្កអសន្តិសុខនៅតំបន់អាមេរិកខាងត្បូងនិងអាមេរិកឡាទីននៅពេលដែលប្រតិបត្តិការសឹកដោយអាមេរិកប្រើប្រាស់យន្តហោះដល់ទៅជាង150គ្រឿងនោះក៏មានការបាញ់ផងដែរដោយបាញ់មីស៊ីលចេញពីនាវាមុជទឹកអាមេរិកប៉ុន្តែប្រតិបត្តិការសឹកដោយយន្តហោះចម្បាំងមានលក្ខណៈលឿនរហ័សបំផុតនៅមុនការផ្ទុះការវាយប្រ
ប្រារបស់កងទ័ពអាមេរិកចូលចាប់ខ្លួនលោកនីកូឡាម៉ាដូរ៉ូនោះសហរដ្ឋអាមេរិកបានដាក់ពង្រាយកងកម្លាំងដូអតិឃាតរបស់ខ្លួននៅតាមព្រំដែនប្រទេសគូយ៉ាណាជាប់នឹងវេណេស៊ុយឡារួចទៅហើយជាមួយនឹងការដាក់ពង្រាយកម្លាំងទ័ពរបស់អាមេរិកលាក់ខ្លួននៅក្នុងព្រៃមួយនៃប្រទេសប៉ាណាម៉ាមានដល់ទៅ 5,000 នាក់ស្ថិតជាកម្លាំងទ័ពពិសេសសហរដ្ឋអាមេរិក Delta Force សហរដ្ឋអាមេរិកដាក់ពង្រាយកងទ័ពនៅតំបន់អាមេរិកខាងត្បូងនេះនៅសមុទ្រការ៉ាបៀននេះដល់ទៅជិត 20,000 នាក់មាននាវាចម្បាំងជិត 20 គ្រឿងមូលដ្ឋានទ័ពអាមេរិកចំនួន 3 ទីតាំងនៅលើកោះប្រឈមមុខនឹងឆ្នេរសមុទ្រវេណេស៊ុយឡាដំឡើងមីស៊ីលខែលការពារនិងទីមូលដ្ឋានដែលប្រតិបត្តិការរបស់អធម្មភេកជ្ជៈនៃកងទ័ពម៉ារីនរបស់សហរដ្ឋអាមេរិកបោះតាំងនៅទីនោះរួចទៅហើយគឺនៅលើកោះ Puerto Rico នៅលើកោះ Tobago និងលើកោះ Trinidad ស្ថិតជាមូលដ្ឋានទ័ពរបស់អាមេរិកនៅទីនោះនៅរសៀលបន្តិចថ្ងៃទី3មករាឆ្នាំ 2025 ម៉ោងនៅប្រទេសវេណេស៊ុយឡាលោកនីកូឡាម៉ាដូរ៉ូនិងជំទាវទី1របស់គាត់ត្រូវបាននាំខ្លួនទៅដល់ទីក្រុងញូវយ៉កអមដំណើរនៃការចាប់ខ្លួននីកូឡាម៉ាដូរ៉ូនិងភរិយារបស់គាត់ដោយកម្លាំង FBI និងកម្លាំងភ្នាក់ងារ DEA ជាភ្នាក់ងារពង្រឹងច្បាប់ភ្នាក់ងារប្រឆាំងគ្រឿងញៀនសហរដ្ឋអាមេរិកអមខ្លួនលោកជិះយន្តហោះឆ្ពោះទៅទីក្រុងញូវយ៉កហើយនៅទីនោះតុលាការទីក្រុងញូវយ៉កជាទីតាំងដែលត្រូវចាប់ប្រកាន់លោកនីកូឡាម៉ាដូរ៉ូក្នុងករណីមេអង្គការភេរវកម្មបរទេសនិងករណីប្រើប្រាស់អាវុធបង្កអាសន្នសុខនៅតំបន់អាមេរិកខាងត្បូងនិងអាមេរិកឡាទីនក្នុងប្រតិបត្តិការសឹកពិសេសនោះហើយដែលលោកដូណាល់ត្រាំចេញប័ណ្ណបញ្ជាភ្លាមឲ្យចាប់ខ្លួននីកូឡាម៉ាដូរ៉ូឲ្យបានមួយរំពេចប័ណ្ណបញ្ជារបស់លោកដូណាល់ត្រាំទម្លាក់ភ្លាមនោះកម្លាំងកំងដូពិសេសរបស់អាមេរិកចូលដល់ភូមិគ្រឹះរបស់លោកនីកូឡាម៉ាដូរ៉ូរួចទៅហើយសេចក្តីរាយការណ៍បានដឹងថានៅពេលនោះលោកនីកូឡាម៉ាដូរ៉ូនិងភរិយារបស់គាត់កំពុងដេកលង់លក់ត្រូវបានចាប់ខ្លួនអស់ចេញពីបន្ទប់ដេកភ្លាមតែម្ដងភ្លាមនោះរដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពសហរដ្ឋអាមេរិកលោកស្រីប៉ាមប៊ុនឌីបានប្រកាសថានៃការចាប់ខ្លួនលោកនីកូឡាម៉ាដូរ៉ូបានធ្វើឡើងតាំងពីឆ្នាំ 2020 មកនោះជាមួយនឹងការផ្ដល់ពានរង្វាន់ដល់ក្រុមណាដែលអាចចាប់ខ្លួនលោកនីកូឡាម៉ាដូរ៉ូបានគឺបាន$50 លានសហរដ្ឋអាមេរិកនៅមុនប្រតិបត្តិការសឹកពិសេសនេះយ៉ាងហោចណាស់អាមេរិកបានបើកប្រតិបត្តិការសឹកកំទេចបណ្ដាញឧក្រិដ្ឋកម្មគ្រឿងញៀនដោយវាយប្រហារទៅលើកណូតដឹកសារធាតុគ្រឿងញៀនជាង30គ្រឿងសម្រាប់មនុស្សជាង100នាក់ដែលលោកដូណាល់ត្រាំនិងរដ្ឋការរបស់លោកចាត់ទុកថាសិតតែជាក្រុមភេរវកម្មគ្រឿងញៀននឹងរឹបអូសនាវាដឹកប្រេងចំនួន3គ្រឿងដែលចូលទៅដឹកប្រេងចេញពីឆ្នេរសមុទ្រវេណេស៊ុយឡាឥឡូវនេះលោកដូណាល់ត្រាំមិនទាន់ទម្លាក់ប្រតិបត្តិការសឹកពិសេសណាថែមទៀតទៅលើវេណេស៊ុយឡានោះទេដោយប្រកាសថារងចាំដំណាក់កាលទី2នៅពេលដែលលោកដូណាល់ត្រាំអះអាងថាកំពុងចោទប្រកាន់លោកនីកូឡាម៉ាដូរ៉ូនិងកាត់ទោសលោកនីកូឡាម៉ាដូរ៉ូតែរដ្ឋាភិបាលរបស់លោកនីកូឡាម៉ាដូរ៉ូដែលធ្លាក់នៅក្នុងដៃរបស់អនុប្រធានាធិបតីលោកស្រី Nancy Rodriguez ក៏ត្រូវប្រឈមមុខនឹងទម្លាក់ពីអំណាចផងដែរបើលោកស្រីមិនព្រមរៀបចំខ្លួនដើម្បីផ្ទេរអំណាចទៅឲ្យរដ្ឋាភិបាលមួយដែលឆ្លងកាត់ការបោះឆ្នោតរបស់ប្រជាជនវេណេស៊ុយឡានៅថ្ងៃច័ន្ទទី5មករានេះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងកោះប្រជុំគ្នាផ្ដោតទៅលើស្ថានភាពចុងក្រោយនៅក្នុងប្រទេសវេណេស៊ុយឡាដែលឈានទៅដល់ការចាប់ខ្លួនលោកនីកូឡាម៉ាដូរ៉ូប្រធានាធិបតីរបស់ប្រទេសអាមេរិកខាងត្បូងមួយនេះអ្នកនាំពាក្យសម្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិអង្គតុលញូកូត្រេសបានថ្លែងថាការប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏ធ្វើតាមសំណើរបស់រដ្ឋមន្ត្រីការបរទេសវេណេស៊ុយឡាផងដែរប៉ុន្តែក៏ធ្វើឡើងតាមការស្នើសុំពីតំណាងអចិន្ត្រៃយ៍ពីឯកការដ្ឋទូតរបស់ចិននិងរុស្ស៊ីនៅអង្គការសហប្រជាជាតិប៉ុន្តែនៅថ្ងៃអាទិត្យនេះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងជួបប្រជុំគ្នាជាបន្ទាន់ដើម្បីពិនិត្យស្ថានភាពចុងក្រោយនៃការចាប់ខ្លួនមេដឹកនាំប្រទេសវេណេស៊ុយឡានីកូឡាម៉ាដូរ៉ូនេះបើយោងតាមប្រភពការទូតដែលបានប្រាប់បណ្ដាញផ្សាយព័ត៌មាន CBS News ហើយការប្រជុំនេះអាចនឹងធ្វើឡើងនៅថ្ងៃអាទិត្យឬក៏យ៉ាងហោចណាស់នៅថ្ងៃច័ន្ទទី5មករាធ្វើឡើងតាមសំណើរបស់រដ្ឋមន្ត្រីការបរទេសវេណេស៊ុយឡាស្នើឡើងហើយក៏តាមការស្នើដោយតំណាងរបស់ប្រទេសចិននិងរុស្ស៊ីនៅអង្គការសហប្រជាជាតិផងដែរប្រទេសកូឡុំប៊ីដែលបច្ចុប្បន្នជាសមាជិករបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏បានស្នើឡើងឲ្យមានកិច្ចប្រជុំបន្ទាន់មួយផងដែររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលធ្វើយ៉ាងណាស្នើឲ្យសហរដ្ឋអាមេរិកបញ្ឈប់ប្រតិបត្តិការសង្គ្រាមគ្រឿងញៀននៅពីនេះឲ្យព្យាយាមធ្វើឲ្យមានស្ថិរភាពឡើងវិញនៅតំបន់អាមេរិកខាងត្បូង
និងតំបន់អាមេរិកឡាទីននាយឧត្តមសេនីយ៍កងទ័ពសហរដ្ឋអាមេរិកឧត្តមសេនីយ៍ Duncan បានប្រាប់អ្នកសារព័ត៌មានថាការពិតបទបញ្ជារបស់លោក Donald Trump ដែលបញ្ជាឲ្យបើកប្រតិបត្តិការវាយចូលប្រទេសវេណេស៊ុយឡាដើម្បីចាប់ខ្លួន Nicolas Maduro គឺធ្វើឡើងនៅម៉ោង 10:46 នាទីយប់នៅយប់ថ្ងៃទី 2 មករាហើយប្រតិបត្តិការចាប់ផ្ដើមនៅពេលរំលងអត្រាបន្តិចចូលដល់ថ្ងៃទី 3 មករាហើយប្រតិបត្តិការចាប់ផ្ដើមភ្លាមៗនៅពីនោះដំសេនីយ៍នៃសេនាធិការកងទ័ពអាមេរិក Duncan បញ្ជាក់បន្ថែមថាប្រតិបត្តិការសឹកពិសេសនេះកងទ័ពអាមេរិកប្រើប្រាស់យន្តហោះចម្បាំងដល់ទៅជាង150គ្រឿងក្នុងនោះមានអត្ថបទកិច្ចរាប់សិបគ្រឿងផងដែរតាមឧត្តមសេនីយ៍នៃសេនាធិការកងទ័ពអាមេរិក Duncan ឲ្យដឹងថាកងកម្លាំងពិសេស Delta Force និងប៉ូលីសសហព័ន្ធអាមេរិក FBI បានចូលទៅបរិវេណភូមិគ្រឹះរបស់លោក Nicolas Maduro ហើយនាំខ្លួនលោក Nicolas Maduro និងជំទាវរបស់គាត់ទៅដឹកតាមអត្ថបទកិច្ចភ្លាមៗចូលទៅទីតាំងឃុំខ្លួនមួយដែលកងទ័ពអាមេរិករៀបចំរួចស្រេចនៅលើទឹកដីនៃប្រទេសវេណេស៊ុយឡានេះហើយក៏នាំខ្លួនគាត់ឈ្មោះទៅកាន់ទីក្រុងញូវយ៉កដោយជើងយន្តហោះប៉ុន្តែលោក Donald Trump អាងថាលោក Nicolas Maduro មុនពេលចាប់ខ្លួនបាននោះគាត់បានដឹងថាគាត់ត្រូវរងការចាប់ខ្លួនគាត់ក៏ព្យាយាមគេចពីទីតាំងមួយទៅទីតាំងមួយនៅក្នុងរដ្ឋធានី Caracas តែនៅតែទីបំផុតកងកម្លាំងរបស់សហរដ្ឋអាមេរិករកឃើញទីតាំងចុងក្រោយដែលគាត់លាក់ខ្លួនជាមួយនឹងភរិយារបស់គាត់លោក Donald Trump អាងថានៅក្នុងភូមិគ្រឹះរបស់គាត់លោក Nicolas Maduro និងភរិយារបស់គាត់ស្ថិតនៅក្នុងបន្ទប់ដ៏សុវត្ថិភាពបំផុតប៉ុន្តែកងកម្លាំងទ័ពរបស់អាមេរិកនៅតែមានសមត្ថភាពចូលក្នុងបរិវេណក្នុងបន្ទប់របស់គាត់ចាប់ខ្លួនលោក Nicolas Maduro និងភរិយារបស់គាត់បានភ្លាមមួយរំពេចយ៉ាងណាលោក Donald Trump អាងថាប្រតិបត្តិការសឹកពិសេសនេះកងទ័ពសហរដ្ឋអាមេរិករបស់លោកក៏រងរបួសមួយចំនួនផងដែរអត្ថបទកិច្ចមួយគ្រឿងក្នុងចំណោមអត្ថបទកិច្ចរាប់សិបគ្រឿងរងការវាយប្រហារផងដែរតាមលោក Donald Trump កងកម្លាំងពិសេសសហរដ្ឋអាមេរិក Delta Force បានចូលទៅភូមិគ្រឹះរបស់លោក Nicolas Maduro នោះនៅម៉ោង 7:03 ទីភ្លឺថ្ងៃទី 3 មករាឆ្នាំ 2026លោក Nicolas Maduro ត្រូវបានកងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិក Delta Force សហការជាមួយនឹង FBI ចាប់ខ្លួនគាត់ចេញពីបន្ទប់ដេកមួយនៅក្នុងវិមានប្រធានាធិបតីរបស់គាត់នៅរដ្ឋធានី Caracas នៅម៉ោង 7:03 ទីភ្លឺកាលពីថ្ងៃសៅរ៍ទី 3 មករាឆ្នាំ 2025លោក Donald Trump និងឧត្តមសេនីយ៍នាយសេនាធិការកងទ័ពអាមេរិក Duncan បានបញ្ជាក់ដូចនេះឥឡូវនេះលោក Nicolas Maduro កំពុងស្ថិតនៅក្នុងទីតាំងឃុំខ្លួនមួយនៅឯតុលាការទីក្រុងញូវយ៉កសហរដ្ឋអាមេរិកជាមួយគ្នានេះការចាប់ប្រកាន់ជាផ្លូវការប្រឆាំងលោក Nicolas Maduro បានចោទទៅលើលោក Nicolas Maduro រួចទៅហើយគឺករណីបទឧក្រិដ្ឋចំនួន3ទី1មេខ្លោងឧក្រិដ្ឋកម្មគ្រឿងញៀនទី2មេអង្គការភេរវកម្មបរទេសនិងទី3ការប្រើប្រាស់អាវុធបង្កអស្ថិរភាពនៅក្នុងតំបន់អាមេរិកឡាទីននិងអាមេរិកខាងត្បូងបងប្អូនទាំងអស់គ្នាប្រហែលជាបានឃើញព័ត៌មានរួចហើយថាសហរដ្ឋអាមេរិកបានចាប់មេដឹកនាំនៃប្រទេសវេណេស៊ុយអេឡារួចហើយបងប្អូនរឿងនេះគឺគេបង្ក្រាបត្រឹមតែរយៈពេល3ម៉ោងតែប៉ុណ្ណោះក៏ចាប់គាត់បានតែម្ដងរឿងនេះវាបានធ្វើឲ្យពិភពលោកមានការផ្ទះផ្អើលខ្លាំងមែនទែនបងប្អូនប្រសិនបើសហរដ្ឋអាមេរិកគេអាចធ្វើទៅលើប្រទេសវេណេស៊ុយអេឡាបែបនេះបាននោះគេក៏អាចធ្វើលើប្រទេសណាក៏បានដែរគ្រាន់តែគេមិនចង់តែប៉ុណ្ណោះឬក៏ប្រទេសខ្លះមិនទាន់ដល់ពេលកាត់ទៅវាស្នាមមនុស្សយើងពិតជាមើលមិនឃើញមែនកាលពីមួយថ្ងៃមុនម៉ាដូរ៉ូនៅរំច្រៀងផឹកស៊ីសប្បាយសោះនៅធ្វើស្ដាច់ក្រាញ់លើប្រជាជនសោះប៉ុន្តែត្រឹមតែមួយប្រភេទភ្នែកក៏ត្រូវគេចាប់បាត់ខ្ញុំធ្លាប់បាននិយាយប្រាប់បងប្អូននៅវីដេអូភាគទី93របស់ខ្ញុំតាំងតែពីឆ្នាំ2020ឯណោះថាសហរដ្ឋអាមេរិកនឹងវាយប្រទេសវេណេស៊ុយអេឡានៅថ្ងៃណាមួយជាមិនខានគ្រាន់តែរងចាំដល់បប្រធានាធិបតីដែលកើតតែប៉ុណ្ណោះខ្ញុំបាននិយាយរួចហើយថាគ្មានប្រទេសណាមួយដែលបានផ្លន់ទ្រព្យសម្បត្តិពីសហរដ្ឋអាមេរិកអត់រាប់សិបពាន់លានដុល្លាររួចហើយក៏បានរួចខ្លួននោះទេលើពីនេះទៀតខ្ញុំក៏បាននិយាយម្ដងទៀតកាលពី2ខែមុនផងដែរថាសហរដ្ឋអាមេរិកនឹងវាយឥឡូវនេះគេដាក់រួចហើយបងប្អូនពេលនេះសហរដ្ឋអាមេរិកកំពុងតែវិលត្រឡប់ទៅកាន់គោលនយោបាយចាស់ដែលហៅថា Monroe ដែលជាគោលនយោបាយចាស់របស់ខ្លួននៅក្នុងកន្លងឆ្នាំ1800ជាងតើហេតុអ្វីនេះក៏ព្រោះតែសម័យនេះមានជនផ្ដាច់ការច្រើនពេកសហរដ្ឋអាមេរិកនៅធ្វើស្លូតទៀតមិនបានទេយូរទៅមនុស្សតូចតាចម្នាក់មកពីណាពីណីគ្មានស្អីផងក៏បានឆ្លុះនឹងអំណាចហើយក៏ញៀននឹងអំណាចក៏ចាប់ផ្ដើមចេញផ្លំប្រទេសពីប្រជារាស្ត្រហើយក៏តាំងខ្លួនជាស្ដេចលើប្រជាជនខ្លួនឯងធ្វើប៉ុណ្ណឹងមិនអស់ចិត្តហើយមិនគ្រប់គ្រាន់ហើយនៅឆ្លៀតធ្វើបាបប្រជាជនខ្លួនឯងទៀតដូចជាមេដឹកនាំវេណេស៊ុយអេឡាម៉ាដូរ៉ូនេះអញ្ចឹងប្រជាជនវេណេស៊ុយអេឡាបាននាំគ្នាចាក់ចេញពីប្រទេសអស់ចំនួន8លាននាក់ដោយសារតែម៉ាដូរ៉ូនេះឯងហើយក៏មានមនុស្សចូលទ្រង់និងស្លាប់អស់ច្រើនណាស់
មនុស្សដូចជាម៉ាដូរ៉ូនេះសម្រាប់ប្រទេសណាទាំងអស់ដែលគេអភិវឌ្ឍរួចគឺគេខ្ពើមរអាំខ្លាំងណាស់ឥឡូវនេះប្រជាជនវេណេស៊ុយអេឡាកំពុងតែសាយហូរសប្បាយខ្លាំងណាស់ពីពេញប្រទេសតែម្ដងគេសប្បាយខ្លាំងណាស់ដែលសហរដ្ឋអាមេរិកជួយកម្ចាត់ម៉ាដូរ៉ូឲ្យត្រឹមតែរយៈពេល3ម៉ោងដោយគ្មានមនុស្សស្លាប់ច្រើនទេបងប្អូនរឿងនេះវាបានបង្ហាញឲ្យយើងបានឃើញថាមួយពិភពលោកកំពុងតែប្រែប្រួលហើយសូម្បីតែសហរដ្ឋអាមេរិកក៏ប្រែប្រួលដែរអស់ស្លូតទៀតហើយអ្វីដែលមនុស្សភាគច្រើនមិនចាប់អារម្មណ៍គឺថាគ្មានប្រព័ន្ធការពារដែនអាកាសណាអាចបញ្ឈប់សហរដ្ឋអាមេរិកបានទេសហរដ្ឋអាមេរិកមានយន្តហោះពិសេសដែលអាចកំទេចប្រព័ន្ធការពារដែនអាកាសរបស់សត្រូវបានមុននឹងគេបញ្ជូនយន្តហោះចម្បាំងរបស់ខ្លួនចូលទៅសម្រាប់ប្រទេសតូចៗប្រសិនបើអ្នកគ្មានសម្ព័ន្ធមិត្តពិតប្រាកដហើយមិនចូលសម្ព័ន្ធភាពជាមួយក្រុមណាមួយនោះអ្នកនឹងក្លាយទៅជាចំណីអាហារសម្រាប់ពួកសត្វព្រៃជាមិនខាននៅក្នុងសតវត្សទី21នេះគ្មានប្រទេសតូចណាមួយធានាថានឹងមានសុវត្ថិភាពទេនៅក្នុងព្រឹត្តិការណ៍ថ្ងៃទី3ខែមករាឆ្នាំ2026កន្លងទៅនេះដែលប្រិមិត្តបានដឹងហើយថាសហរដ្ឋអាមេរិកបានប្រើនៅកងទ័ពពិសេសដើម្បីវាយឆ្មក់ចូលទៅក្នុងទឹកដីនៃប្រទេសវេណេស៊ុយអេឡាជាពិសេសនៅក្នុងទីក្រុងការ៉ាកាសរហូតដល់មានការវាយឆ្មក់ចាប់លោកនីកូឡាស់ម៉ាដូរ៉ូបាននៅក្នុងគណៈពេលដ៏ខ្លីបំផុតដែលស្ទើរតែពិភពលោកមិនអាចជឿបានគឺចាប់លោកនិងភរិយាដើម្បីជំនះទៅកាន់សហរដ្ឋអាមេរិកនៅក្នុងន័យនេះគឺមានស្ថានភាពស្មុគស្មាញជាច្រើនដោយសារតែនៅក្នុងស្ថានភាពបច្ចុប្បន្ននេះគឺជាអ្វីដែលគេមិនសូវបានឃើញអំពីការចាប់លោកប្រធានាធិបតីយ៉ាងងាយបំផុតនៅក្នុងគណៈពេលដែលប្រធានាធិបតីនេះគឺមានការកាន់អំណាចពេញទីនៅក្នុងប្រទេសវេណេស៊ុយអេឡាដែលមានកងទ័ពរាប់សិបម៉ឺននាក់នៅក្នុងដៃនិងមានសពាវុធនៅក្នុងការគ្រប់គ្រងអំណាចរបស់ខ្លួនយ៉ាងមានឥទ្ធិពលបំផុតនោះហើយនៅក្នុងនេះក៏មានការចោទចេញជាសំណួរជាច្រើនថាហេតុអីបានជាសហរដ្ឋអាមេរិកមានការសម្រេចចិត្តនៅក្នុងការលះបង់មួយដើម្បីវាយឆ្មក់ចាប់លោកនីកូឡាស់ម៉ាដូរ៉ូនេះដើម្បីក្នុងគោលបំណងអ្វីដែលជាការសំខាន់សម្រាប់សហរដ្ឋអាមេរិកបើទោះបីជាសហរដ្ឋអាមេរិកបានចោទប្រកាន់ថាលោកនីកូឡាស់ម៉ាដូរ៉ូនេះគឺជាប្រភពនៃច្រកគ្រឿងញៀនដើម្បីធ្វើឲ្យស្ថានភាពនៅក្នុងសហរដ្ឋអាមេរិកមានការវឹកវរដោយសារតែលោកម៉ាដូរ៉ូនេះមិនបានសហការឬក៏ជាកន្លែងដែលជាអ ுக ្រិតជននៅក្នុងការជំរុញគ្រឿងញៀនចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិកក៏ប៉ុន្តែក៏មានការវិភាគខ្លះនៅពីក្រោយនេះថាមិនមែនតែរឿងប៉ុណ្ណឹងនោះទេសហរដ្ឋអាមេរិកមានអាកំបាំងជាច្រើននៅក្នុងការដែលខ្លួនបានចាប់ឬក៏ការផ្ដួលរំលំនៃរបបម៉ាដូរ៉ូនេះដើម្បីបំពាក់ទៅនឹងរបបថ្មីមួយដែលសមស្របជាមួយនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិកម្យ៉ាងទៀតក៏នៅក្នុងពេលដែលមុនពេលសហរដ្ឋអាមេរិកធ្វើការវាយលុកដើម្បីចាប់លោកម៉ាដូរ៉ូជាប្រធានាធិបតីរបស់វេណេស៊ុយអេឡានោះប្រទេសចិននិងប្រទេសរុស្ស៊ីក៏មានការព្រមានផងដែរថាមិនអោយសហរដ្ឋអាមេរិកធ្វើអ្វីដែលហួសហេតុនោះទេគឺសហរដ្ឋអាមេរិកត្រូវតែគោរពទៅនឹងអធិបតេយ្យភាពរបស់វេណេស៊ុយអេឡាហើយបើមិនដូច្នោះទេចិននិងរុស្ស៊ីនឹងលូកដៃចូលទៅក្នុងការធ្វើនៅមធ្យោបាយផ្សេងៗដើម្បីទប់ទល់ទៅនឹងយុទ្ធសាស្ត្រដែលសហរដ្ឋអាមេរិកចង់គំទេចនៃរបបវេណេស៊ុយអេឡាឬលោកនីកូឡាស់ម៉ាដូរ៉ូនេះយើងមកតាមដានអំពីស្ថានភាពនេះដោយសារតែមានការវិភាគផ្សេងៗគ្នាដែលក្នុងពេលកន្លងមកនេះក៏មានការលើកឡើងថាកម្លាំងពិសេសរបស់សហរដ្ឋអាមេរិកនេះគឺឆ្មក់ចាប់ខ្លួនលោកនីកូឡាស់ម៉ាដូរ៉ូនៅក្នុងប្រទេសរួចក៏មានការដឹកជញ្ជូនទៅសហរដ្ឋអាមេរិកមិនមែនគ្រាន់តែជាការចាប់ខ្លួនអ ுக ្រិតជនម្នាក់នោះទេក៏ប៉ុន្តែវាគឺជាការប្រកាសអាសន្ននៅសន្តាប់ធ្នាប់របស់សកលលោកជាថ្មីដែលគ្រប់គ្រងទៅដោយកណ្ដាប់ដៃរបស់លោកដូណាល់ត្រាំថែមទៅទៀតតើលោកដូណាល់ត្រាំកំពុងលេងយុទ្ធសាស្ត្រនយោបាយការបរទេសបែបដោះដូរឬក៏យ៉ាងណាតាមការពិនិត្យលម្អិតបែបភូមិសាស្ត្រនយោបាយសេដ្ឋកិច្ចនិងពាណិជ្ជកម្មធម្មពលដែលពាក់ព័ន្ធទៅនឹងការប្រឈមមុខដាក់គ្នារវាងសហរដ្ឋអាមេរិករដ្ឋបាលរបស់លោកដូណាល់ត្រាំនីវេស៊ុយអេឡានិងនីកូឡាស់នេះគឺមានបញ្ហាដែលត្រូវបានការវិភាគច្រើនយ៉ាងណាស់ដែលក្នុងនោះគឺបើនិយាយអំពីបរិបទនៃភូមិសាស្ត្រនយោបាយវិញគឺការវិលត្រឡប់នៃគោលនយោបាយមួយនៅក្នុងសេណារីយ៉ូនៃការកើនឡើងនៃប្រាក់រង្វាន់នៃការចាប់ខ្លួនដល់ទៅ50លានដុល្លារសហរដ្ឋអាមេរិកឯណោះនៅក្នុងប្រតិបត្តិការយោធាពិសេសដែលបានកើតឡើងនៅព្រឹកថ្ងៃទី3ខែមករាឆ្នាំ2026ដែលអាចឆ្លុះបញ្ចាំងអំពីយុទ្ធសាស្ត្រធំៗរបស់សហរដ្ឋអាមេរិកមួយគឺដោយសារតែការគ្រប់គ្រងនៅអត្តគូលខាងលិចគឺលោកត្រាំយល់ថាវេណេស៊ុយអេឡានេះគឺជាច្រកចេញពីឥទ្ធិពលពីបរទេសដូចជារុស្ស៊ីដូចជាចិននិងអ៊ីរ៉ង់នោះផងដែរនៅក្នុងតំបន់អាមេរិកឡាទីននេះឯងហើយការទម្លាក់
លោកម៉ាដូរ៉ូឬក៏ការកំទេចឬក៏ការចាប់ខ្លួនលោកម៉ាដូរ៉ូនេះគឺជាការព្រមានទៅដល់មហាអំណាចទាំងនេះនិងការអនុវត្តនៅយុទ្ធសាស្ត្រពិសេសមួយគឺដើម្បីផលប្រយោជន៍សហរដ្ឋអាមេរិកនៅក្នុងន័យគ្រប់គ្រងទ្វីបអាមេរិកទាំងមូលមិនឲ្យប្រទេសផ្សេងទៀតលូបដៃចូលទៅក្នុងទ្វីបមួយនេះនោះទេទាក់ទិនទៅនឹងបញ្ហានៃសន្តិសុខនៅតាមព្រំដែនការធ្វើចំណាក់ស្រុកផងដែរថាវិបត្តិសេដ្ឋកិច្ចនៅប្រទេសវេណេស៊ុយអេឡានេះគឺជាការបង្កឲ្យមានលំហូរនៃជនភៀសខ្លួនជិត8លាននាក់ហើយសម្រាប់លោកដូណាល់ត្រាំគឺមធ្យោបាយតែមួយគត់ដើម្បីបញ្ឈប់នៃវិបត្តិចំណាក់ស្រុកនៅព្រំដែនអាមេរិកមិចស៊ិកូនេះគឺត្រូវមានការផ្លាស់ប្ដូរនៃរបបទីក្រុងការ៉ាកាសនេះដើម្បីស្ដារសេដ្ឋកិច្ចនិងទាក់ទាញប្រជាជនឲ្យត្រឡប់ទៅវិញមួយទៀតគឺតាក់ទងទៅនឹងដើម្បីបង្ហាញអំពីនិមិត្តរូបនៃអំណាចរបស់សហរដ្ឋអាមេរិកផងដែរការចាប់ខ្លួនលោកម៉ាដូរ៉ូនេះនឹងក្លាយទៅជាជ័យជំនះផ្នែកនយោបាយដ៏ធំសម្រាប់លោកដូណាល់ត្រាំផងដែរដោយប្រៀបធៀបទៅនឹងការចាប់ខ្លួនរបស់មេដឹកនាំនៃប្រទេសប៉ាណាម៉ានៅក្នុងឆ្នាំ1989គឺលោកម៉ានូអែលណូរីងកាហើយមួយទៀតតាក់ទិនទៅនឹងសេដ្ឋកិច្ចពាណិជ្ជកម្មដូចជារឿងប្រេងគឺជារឿងដែលត្រូវជារង្វាន់ដ៏ធំនៃធម្មពលរបស់វេណេស៊ុយអេឡានេះគឺជាទុនបម្រុងប្រេងកាតដែលធំជាងគេបំផុតនៅលើពិភពលោកដែលមានប្រមាណជា300,000 លានបារ៉ែលឯណោះនៅក្នុងសេណារីយ៉ូនេះអាមេរិកគឺត្រូវការប្រើប្រាស់នៅការគ្រប់គ្រងទីផ្សារគឺមានន័យថាអាមេរិកចង់ឲ្យក្រុមហ៊ុនយក្សរបស់សហរដ្ឋអាមេរិកដូចជា Chevron គឺក្រុមហ៊ុនមួយទៀតគឺ ExxonMobil ចូលទៅគ្រប់គ្រងវិស័យប្រេងឡើងវិញដើម្បីជំនួសឥទ្ធិពលរបស់ក្រុមហ៊ុនរុស្ស៊ីគឺក្រុមហ៊ុនមួយឈ្មោះហៅថា Rosneft និងក្រុមហ៊ុនរបស់ចិនឈ្មោះ CNPC នេះឯងចំណុចមួយទៀតតាក់ទងទៅនឹងស្ថិរភាពតម្លៃប្រេងផងដែរគឺការគ្រប់គ្រងប្រេងវេណេស៊ុយអេឡានេះនឹងផ្ដល់ឲ្យអាមេរិកនៅសន្លឹកបៀបន្ថែមនៅក្នុងការចរចាតម្លៃប្រេងពិភពលោកនិងការកាត់បន្ថយនៅការពឹងផ្អែកទៅលើក្រុមអូប៉ិចនេះផងដែរមួយទៀតតាក់ទងទៅនឹងការវិនិយោគមានការកើនឡើងវិញបើទោះបីជាមានប្រេងច្រើនក៏ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធប្រេងទ្រុឌទ្រោមយ៉ាងខ្លាំងហេតុអ្វីបានជាប្រទេសមហាអំណាចមិត្តភ័ក្តិរបស់ចិនរុស្ស៊ីបានត្រឹមតែស្រែកនិងសម្លឹងមើលតែប៉ុណ្ណោះហើយមិនអាចធ្វើអ្វីនៃកិច្ចប្រតិបត្តិការពិសេសរបស់សហរដ្ឋអាមេរិកបាននៅក្នុងនេះបើយើងពិនិត្យទៅលើប្រទេសចិនបើទោះបីជាមានសម្លេងខ្លាំងក៏ប៉ុន្តែបើពិនិត្យទៅលើអំណាចគឺហាក់ដូចជាមនុស្សដៃខ្លីនៅពេលដែលកើតរឿងនេះឡើងទីក្រុងប៉េកាំងបានត្រឹមតែចេញមុខស្រែកហើយនឹងមានការថ្កោលទោសភ្លាមៗអំពីការរំលោភបំពាននៃអធិបតេយ្យភាពនៅក្នុងប្រទេសវេណេស៊ុយអេឡាតាមរយៈនៃការចាប់លោកប្រធានាធិបតីលោកម៉ាដូរ៉ូនេះឯងក៏ប៉ុន្តែសម្រែកនេះគឺជាសម្រែកផ្នែកការទូតមិនមែនជាសម្រែកដើម្បីទប់ទល់ទៅនឹងសង្គ្រាមនៅវេណេស៊ុយអេឡានោះទេតាក់ទងទៅនឹងប្រទេសចិននេះឯងបើនិយាយអំពីការគណនានៃផលចំណេញនិងការខាតវិញសម្រាប់ទីក្រុងប៉េកាំងនិងវេណេស៊ុយអេឡានេះគឺជាដៃគូសេដ្ឋកិច្ចច្រើនជាងសម្ព័ន្ធមិត្តយោធាបំណុលនឹងការវិនិយោគវិញវេណេស៊ុយអេឡានេះបានជំពាក់ប្រាក់ចិនរាប់សិបពាន់លានដុល្លារទៅហើយប្រសិនបើចិនចូលជួយនឹងប៉ះពាល់ទៅដល់ស្ថិរភាពសេដ្ឋកិច្ចពិភពលោកនិងទំនាក់ទំនងពាណិជ្ជកម្មអាមេរិកជាមួយនឹងប្រទេសចិនផងដែរតាក់ទងទៅនឹងបញ្ហាយុទ្ធសាស្ត្រវិញការផ្លាស់ប្ដូរដើម្បីយកសេះជីថ្មីនោះគឺចិនបានដឹងថាបើទោះបីជាអ្នកណាឡើងកាន់អំណាចនៅការ៉ាកាសនៃរដ្ឋធានីរបស់វេណេស៊ុយអេឡាយ៉ាងណាក៏ដោយក៏ត្រូវតែលក់ប្រេងឲ្យទៅចិននិងសងបំណុលចិននោះផងដែរហើយនិយាយអំពីភូមិសាស្ត្រនយោបាយវិញវេណេស៊ុយអេឡានេះហាក់ដូចជានៅឆ្ងាយអំពីចិនខ្លាំងណាស់បើប្រៀបធៀបជាមួយសហរដ្ឋអាមេរិកគឺនៅគៀកបង្កើយនោះតែប៉ុណ្ណោះបើពិនិត្យទៅលើប្រទេសរុស្ស៊ីវិញគឺភ្នែកសម្លឹងទៅលើសមុទ្រការីបៀនរីឯចិត្តវិញគឺនៅតែជាប់ជាមួយនឹងបញ្ហាសង្គ្រាមនៅអ៊ុយក្រែនហើយចំពោះលោកពូទីនម៉ាដូរ៉ូគឺជាកូនអុកមួយដ៏សំខាន់មិនមែនជាបេះដូងរបស់រុស្ស៊ីដូចជាអាសាតនោះទេឥឡូវនេះយើងនិយាយអំពីនៅក្នុងក្រោយពេលដែលមានការចាប់ខ្លួនរបស់លោកនីកូឡាស់ម៉ាដូរ៉ូនេះដោយសហរដ្ឋអាមេរិកនួរកោតសួរថាតើនៅក្នុងកលៈទេសៈបច្ចុប្បន្ននេះប្រទេសវេណេស៊ុយអេឡានឹងក្លាយទៅជាយ៉ាងណានៅក្នុងគណៈពេលដែលមានការចាប់ខ្លួនមេដឹកនាំកម្ពុជារបស់ប្រទេសមួយនេះគឺដោយមើលឃើញហើយថាភាពចលាចលនិងអស្ថិរភាពនៅក្នុងស្រុកកំពុងតែមានការកើតឡើងនោះគឺការបែកបាក់ផ្ទៃក្នុងនៅក្នុងជួរកងទ័ពដោយសារតែអំណាចរបស់លោកម៉ាដូរ៉ូនេះផ្អែកទៅលើការគាំទ្រពីយោធាយ៉ាងខ្លាំងក្លា
ដែលអាចបង្កឲ្យមានការបែកបាក់ផ្ទៃក្នុងរវាងមេតបដែលចង់បានការផ្លាស់ប្ដូរនិងអ្នកស្មោះស្ម័គ្រខ្លាំងដែលចង់សងសឹកនឹងការដកចោលនៃលោកម៉ាដូរ៉ូនោះផងដែរវានឹងអាចកើតឡើងនៅក្នុងសង្គ្រាមស៊ីវិលឬក៏ការប៉ះទង្គិចនៃអំពើហិង្សាក្រុមជីវពលស៊ីវិលដែលគាំទ្ររដ្ឋាភិបាលអាចនឹងងើបឡើងប្រឆាំងទៅនឹងក្រុមប្រឆាំងឬក៏កម្លាំងអន្តរាគមន៍ដែលនាំឲ្យមានការបង្ហូរឈាមនៅតាមទីក្រុងនានាក្រុមប្រឆាំងនឹងមានឱកាសនៅក្នុងការរៀបចំរដ្ឋាភិបាលបណ្ដោះអាសន្នដើម្បីឈានទៅរកការបោះឆ្នោតមួយហើយអាមេរិកនឹងយល់ព្រមនៅក្នុងការដកទណ្ឌកម្មទៅលើវិស័យប្រេងដែលជាកត្តាចាំបាច់បំផុតដើម្បីស្រោចស្រង់សេដ្ឋកិច្ចវេណេស៊ុយអេឡាដែលកំពុងតែដុនដាបយ៉ាងខ្លាំងនោះនៅក្នុងនោះដែរក៏គេមើលឃើញតើឥទ្ធិពលនៃទំនាក់ទំនងអន្តរជាតិនៃភូមិសាស្ត្រនយោបាយដូចជាប្រទេសរុស្ស៊ីដែលជាសម្ព័ន្ធមិត្តបានផ្ដល់ជំនួយផ្នែកយោធានិងបច្ចេកទេសចំណែកឯចិនគឺជាម្ចាស់បំណុលដ៏ធំនិងជាអ្នកទិញប្រេងកន្លងមកនោះផងដែរនេះប្រទេសទាំងពីរនេះមិនចង់ឲ្យសហរដ្ឋអាមេរិកបដូររបបនៅទីនោះទេនៅក្នុងរយៈពេលកន្លងមកនេះគឺដោយសារតែធ្វើឲ្យពួកគេនឹងបាត់បង់ផលប្រយោជន៍ជាយុទ្ធសាស្ត្រអាចថានេះគឺជាលបែងសង្គ្រាមត្រជាក់បែបថ្មីក៏ថាបាននោះដែរពីព្រោះមិនមែនគ្រាន់តែជាការចង់បានប្រជាធិបតេយ្យសុទ្ធសាធនោះទេក៏ប៉ុន្តែវាគឺជាការប្រជែងទៅលើការគ្រប់គ្រងប្រេងនិងតុល្យភាពអំណាចរវាងអាមេរិករុស្ស៊ីនិងចិននៅអាមេរិកឡាទីននោះផងដែរការបែកបាក់នៅអាមេរិកឡាទីនប្រទេសដែលមាននិន្នាការស្ដាំនិយមអាចនឹងអបអរសាទររីឯប្រទេសឆ្វេងនិយមអាចនឹងថ្កោលទោសថាគឺជារដ្ឋប្រហារដែលរៀបចំដោយសហរដ្ឋអាមេរិកទៅវិញនៅពីក្រោយរុស្ស៊ីនិងចិនវិញវាហាក់ដូចជាមិនបានបញ្ចេញប្រតិកម្មខ្លាំងវាអាចមកអំពីហេតុអ្វីនៅពីក្រោយវាំងននដងងឹតនេះគឺដោយសារតែកិច្ចព្រមព្រៀងដោះដូរដ៏ធំរបស់រុស្ស៊ីអាចនឹងយល់ព្រមនៅក្នុងការបោះលោកម៉ាដូរ៉ូជាថ្នូវនឹងការធ្វើសម្បទានណាមួយនៅតំបន់អឺរ៉ុបដូចជាបញ្ហាអ៊ុយក្រែននេះជាដើមហើយការធានាផលប្រយោជន៍របស់អាមេរិកអាចនឹងដល់នៅការធានាទៅដល់ចិននិងរុស្ស៊ីផងដែរថាទោះបីជាគ្មានលោកម៉ាដូរ៉ូក៏បំណុលនិងផលប្រយោជន៍ប្រេងរបស់ពួកគេនៅតែត្រូវបានរក្សាការពារនិយាយសរុបមកការចាប់ខ្លួនលោកម៉ាដូរ៉ូមិនមែនជាទីបញ្ចប់នៃបញ្ហានោះទេក៏ប៉ុន្តែវាគឺជាការចាប់ផ្ដើមនៃដំណាក់កាលដ៏គ្រោះថ្នាក់បំផុតមួយជោគវាសនារបស់ប្រទេសនេះអាចអាស្រ័យទៅលើថាតើកងទ័ពនឹងជ្រើសរើសផ្លូវណានិងថាតើអាមេរិកមានផែនការច្បាស់លាស់នៅក្នុងការកសាងប្រទេសឡើងវិញតាមបែបប្រជាធិបតេយ្យដែរឬក៏អត់នោះទេប៉ុន្តែនេះបើយើងពិនិត្យទៅលើទិដ្ឋភាពនៅក្នុងកលៈទេសៈពេលបច្ចុប្បន្នឬក៏ដំណាក់កាលអន្តរកាលមួយនេះគឺគេមើលឃើញថាបើយោងទៅតាម CNN លោកត្រាំបាននិយាយថានេះគឺជាផ្នែកមួយនៃប្រតិបត្តិការដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងយុគដែលមានការផ្ដាច់ចរន្តអគ្គិសនីនៅក្នុងតំបន់មួយចំនួននៅក្នុងទីក្រុងការ៉ាកាសគណៈដែលកម្លាំងពិសេសរបស់អាមេរិកបានចាប់ខ្លួនលោកម៉ាដូរ៉ូនៅក្នុងផ្ទះប្រកបទៅដោយសុវត្ថិភាពមួយរបស់លោកនោះលោកបានថ្លែងនៅក្នុងអំឡុងពេលនៃសន្និសីទសារព័ត៌មាននៅឯលំនៅឋានរបស់លោកនៅក្នុងរដ្ឋ Florida ថាយើងមិនអាចប្រថុយប្រឋានឲ្យអ្នកផ្សេងឡើងកាន់អំណាចលើប្រទេសវេណេស៊ុយអេឡានោះទេដែលមិនគិតអំពីផលប្រយោជន៍របស់ប្រទេសវេណេស៊ុយអេឡានោះដូច្នេះយើងគ្រប់គ្រងប្រទេសរហូតទៅដល់ពេលដែលយើងអាចធ្វើការផ្លាស់ប្ដូរដោយសុវត្ថិភាពត្រឹមត្រូវនិងយុត្តិធម៌មួយវីដេអូបង្ហាញអំពីយន្តហោះមួយគ្រឿងដែលដឹកលោកម៉ាដូរ៉ូនិងភរិយារបស់លោកមកដល់អាកាសយានដ្ឋានអន្តរជាតិមួយរបស់ប្រទេសសហរដ្ឋអាមេរិកនៅល្ងាចថ្ងៃសៅរ៍ដែលមានចម្ងាយប្រហែលជា97គីឡូម៉ែត្រនៅភាគពីយប់នៃទីក្រុងញូវយ៉កដោយមានបុគ្គលិកអាមេរិកSBI និងសម្ភារបំពាក់ផ្សេងទៀតបានឡើងជិះយន្តហោះបន្ទាប់ពីវាមានការចុះចតនោះបាទប្រិមិត្តនេះគឺជាសេចក្តីរាយការណ៍និងការវិភាគផ្សេងៗដែលតាក់ទងជាមួយនឹងរឿងរ៉ាវនៃការចាប់ខ្លួនរបស់លោកម៉ាដូរ៉ូតែនៅក្នុងនោះគឺមានបានលើកហើយថារឿងដែលសហរដ្ឋអាមេរិកមានការចាប់ខ្លួននេះគឺដោយអ្វីដែលយើងបានធ្វើការលើកឡើងហើយថាដោយសារតែបញ្ហាគ្រឿងញៀនហើយពេលបច្ចុប្បន្ននេះគឺមិនមែនត្រឹមតែគ្រឿងញៀនទេវាមានរឿងអាកំបាំងនៅពីខាងក្រោយនោះគឺអ្នកខ្លះបានលើកឡើងថាវាគឺជាផលប្រយោជន៍ទៅលើសេដ្ឋកិច្ចដូចជាប្រេងហើយនឹងបញ្ហាអសន្តិសុខផ្សេងៗដែលនៅក្នុងវេណេស៊ុយអេឡានេះគឺជាច្រកដ៏សំខាន់មួយដែលធ្វើឲ្យមានហានិភ័យចំពោះសហរដ្ឋអាមេរិកដែលក្នុងនោះគឺមានការសមាសភាពពីប្រទេសមហាអំណាចផ្សេងដូចជារុស្ស៊ីដូចជាចិននិងអ៊ីរ៉ង់ផងដែរគឺជាច្រកដើម្បីធ្វើឲ្យមានការគំរាមកំហែងដល់សន្តិសុខរបស់សហរដ្ឋអាមេរិកហើយដោយសារតែបញ្ហានេះហើយបានជាសហរដ្ឋអាមេរិកនេះ
មើលឃើញថាភាពអសន្តិសុខក៏មានការដកចេញនៅលោកម៉ាដូរ៉ូនេះហើយឥឡូវនេះក៏បានធ្វើការគ្រប់គ្រងស្ថានភាពនៅក្នុងប្រទេសវេនេស៊ុយអេឡាដោយលោកដូណាល់ត្រាំបានលើកឡើងថារឿងដែលដាក់មេដឹកនាំថ្មីនៅវេនេស៊ុយអេឡានោះគឺជារឿងដែលចាំបាច់បំផុតតើវាប៉ះពាល់ទៅដល់ផលប្រយោជន៍វេនេស៊ុយអេឡាក៏ដូចជាសហរដ្ឋអាមេរិកដែរឬក៏យ៉ាងណាដូច្នេះហើយសហរដ្ឋអាមេរិកមើលឃើញថាលុះណាតែមានសមត្ថភាពមួយដែលផ្ដល់នៅផលប្រយោជន៍នៃប្រទេសទាំងពីរនេះធ្វើការសម្រេចចិត្តនៅក្នុងការដកខ្លួនចេញពីវេនេស៊ុយអេឡាហើយដែលឡែកតាក់ទងទៅនឹងប្រទេសចិនរុស្ស៊ីនោះគោះបីជាមានប្រតិកម្មយ៉ាងណាក៏ដោយវាគ្រាន់តែជាប្រតិកម្មផ្នែកការទូតប៉ុណ្ណោះពីព្រោះថាផលប្រយោជន៍របស់ប្រទេសចិនបើសិនជាហ៊ានលោតខ្លាំងជាមួយសហរដ្ឋអាមេរិកនៅក្នុងនោះគឺចិនអាចនឹងបាត់បង់នៅផលប្រយោជន៍ដូចជាបំណុលរបស់វេនេស៊ុយអេឡាយ៉ាងច្រើនហើយនឹងការទិញប្រេងពីវេនេស៊ុយអេឡាកន្លងមកហើយដោយឡែកប្រទេសរុស្ស៊ីក៏ដូចគ្នានោះដែរគឺមានន័យថាมันអាចលូកលាន់ចំពោះរឿងរ៉ាវរបស់សហរដ្ឋអាមេរិកទេដូចជាកន្លងមកនេះគឺសហរដ្ឋអាមេរិកក៏បានដកខ្លួនមិនចង់លោកជាមួយនឹងរឿងរ៉ាវរុស្ស៊ីជាមួយនឹងអ៊ុយក្រែនដែរដូច្នេះហើយមានន័យថារុស្ស៊ីបានដឹងច្បាស់អំពីអ្វីដែលការអត់ឱនអ្វីដែលជាការមិនចង់ប៉ះរុស្ស៊ីពីសហរដ្ឋអាមេរិកនោះដូច្នេះរុស្ស៊ីក៏បានមើលឃើញថាខ្លួនក៏មិនចង់ប៉ះជាមួយនឹងសហរដ្ឋអាមេរិកនោះដែរដូច្នេះនិយាយសរុបដោយខ្លីមកគឺមានន័យថារឿងរ៉ាវទាំងនេះគឺជារឿងនៃភូមិសាស្ត្រនយោបាយមួយរបស់សហរដ្ឋអាមេរិកហើយក៏ជារឿងដែលនៅទៀនក្លៀកនៃទ្វីបអាមេរិករបស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះហើយมันអាចឲ្យប្រទេសផ្សេងៗលូកចូលនៅក្នុងអ្វីដែលជាភាពអសន្តិសុខដែលសហរដ្ឋអាមេរិកធ្វើការកត់សម្គាល់ឃើញនោះទេ